ចាសសួស្តីបងប្អូនទាំងអស់គ្នាចាសសម្រាប់ថ្ងៃនេះនេះខ្ញុំចង់មកចែករំលែកវិធីនៅក្នុងការធ្វើបាញ់ត្រាងចាធ្វើយ៉ាងណាឲ្យបាញ់ត្រាងរបស់យើងនឹងគឺមានជាតិហើយគឺស្រួយឆ្ងាញ់តែម្ដងចាសម្រាប់បាញ់ត្រាងបច្ចុប្បន្នគឺគេពេញនិយមញ៉ាំមែនទែនពិសេសគឺក្មេងៗគឺគាត់ចូលចិត្តតែម្ដងហើយសម្រាប់នាងខ្ញុំគឺនាងខ្ញុំធ្លាប់ទិញគេញ៉ាំដែរប៉ុន្តែនាងខ្ញុំអត់សូវជាចេះញ៉ាំទេដោយសារតែនាងខ្ញុំទិញប៉ះបាញ់ត្រាងដែលគេធ្វើទុកយូរឬក៏គេលេងអត់សូវស្រួយនាងខ្ញុំអត់សូវជាចេះញ៉ាំទេអញ្ចឹងក៏នាងខ្ញុំសម្រាប់ដាក់ធ្វើញ៉ាំខ្លួនឯងនាងខ្ញុំចូលចិត្តបាញ់ត្រាងបែបស្រួយនៅពេលដែលយើងញ៉ាំឬក៏ទំពាទៅក្នុងមាត់ទៅគឺស្រួយខ្ញោកអាហ្នឹងទៅនាងខ្ញុំចេះញ៉ាំស្រួយអត់ស្រួយចាឥឡូវដើម្បីដឹងថានាងខ្ញុំធ្វើបាញ់ត្រាងបែបណាដើម្បីឲ្យស្រួយឆ្ងាញ់ហើយនឹងចូលជាតិបានល្អឥឡូវទស្សនាទាំងអស់គ្នាអញ្ចឹងនាងខ្ញុំមានបាញ់ត្រាងមួយដុំនេះហើយបងប្អូនអាស្រ័យទៅតាមការចូលចិត្តតើបងប្អូនចូលចិត្តសម្បកបាញ់ត្រាងអាស្ដើងឬក៏អាក្រាស់អញ្ចឹងណាពីព្រោះវាមានពីរប្រភេទណាវាមានប្រភេទស្ដើងនិងប្រភេទក្រាស់អញ្ចឹងសម្រាប់ថ្ងៃហ្នឹងគឺនាងខ្ញុំយកប្រភេទអាស្ដើងគឺយើងលេងទៅគេឆាប់ស្រួយហើយនាងខ្ញុំក៏បានយកវាមកកាត់ជាចាប្រទេសបែបហ្នឹងហើយបងប្អូនចូលចិត្តទួយឬក៏ធំគឺបងប្អូនអាចកាត់ទៅតាមការចូលចិត្តចាសម្រាប់បាញ់ត្រាងនេះភាគច្រើនគឺក្មេងៗគឺគាត់ចូលចិត្តញ៉ាំប៉ុន្តែបងប្អូនកុំសូវឲ្យគាត់ញ៉ាំច្រើនពេកដោយសារតែបាញ់ត្រាងគឺយើងប្រើខ្លាញ់ហើយយើងប្រើជាមួយនឹងបង្គាក្រៀមគឺអាចញ៉ាំច្រើនទៅបណ្ដាលឲ្យគាត់ក្អកឬក៏ក្តៅខ្លួនបានអញ្ចឹងអាចយូរញ៉ាំម្ដងឬក៏កុំឲ្យគាត់ញ៉ាំច្រើនពេកណាអញ្ចឹងនេះខ្ញុំមានជាមួយនឹងគ្រឿងផ្សំគឺបាញ់ត្រាងដែលយើងបានកាត់អំបាញ់មិញរួចនេះខ្ញុំលាយជាមួយនឹងស្លឹកខ្ទឹមគឺយើងហាន់ជាកងទូចហើយមានជាមួយនឹងខ្ទឹមសចិញ្ច្រាំនេះខ្ញុំបន្ថែមជាមួយនឹងសាច់ផាត់ចាបង្គាក្រៀមហើយសម្រាប់ស្ករវិញគឺនេះខ្ញុំប្រើជាមួយនឹងស្ករត្នោតណាទើបឈ្ងុយល្អហើយបើសិនជាបងប្អូនគ្មានទេបងប្អូនប្រើស្ករសក៏បានដែរហើយបងប្អូនខ្លះគឺគាត់ប្រើជាមួយនឹងប្រេងម្ទេសឬក៏ម្សៅម្ទេសប៉ុន្តែនេះខ្ញុំអត់ដាក់ទេហើយមួយទៀតហ្នឹងគឺនេះខ្ញុំប្រើជាមួយនឹងរ៉ូឌីសម្រាប់យើងរោយបន្ថែមពីលើចាដំបូងហ្នឹងគឺនេះខ្ញុំបំពងខ្ទឹមដើម្បីយើងធ្វើប្រេងខ្ទឹមសិនដើម្បីយើងលាយជាមួយនឹងបាញ់ត្រាងទៅគឺឲ្យវាឈ្ងុយល្អអញ្ចឹងគឺយើងមិនបាច់លេងឲ្យក្រហមខ្លាំងពេកទេគឺយើងលេងមកឈ្ងុយក្រហមល្មមហើយយើងដាក់ពីលើស្លឹកខ្ទឹមហើយនៅពេលដែលយើងដាក់ខ្លាញ់ក្តៅហ្នឹងគឺយើងកកូរស្លឹកខ្ទឹមទៅគឺស្លឹកខ្ទឹមរបស់យើងចាប់ផ្ដើមស្លោកហើយនឹងឡើងក្លិនឈ្ងុយតែម្ដងចាដើម្បីកុំឲ្យប្រឡាក់ខ្ទះច្រើនហ្នឹងគឺខ្ញុំប្រើខ្ទះដដែលហ្នឹងពីព្រោះវាមិនជាប្រឡាក់អីទេបងប្អូនគឺយើងដាក់ខ្ទឹមបំពងវាម្ដងទៀតហើយសម្រាប់នាងខ្ញុំប្រើជាមួយនឹងស្ករត្នោតគឺស្ករត្នោតធ្វើឲ្យបាញ់ត្រាំរបស់យើងគឺមានរសជាតិឆ្ងាញ់ហើយឈ្ងុយថែមទៀតប៉ុន្តែផលវិបាករបស់វាមួយហ្នឹងគឺយើងនៅពេលដែលយើងដាក់បាញ់ត្រាំគឺអាចធ្វើឲ្យបាញ់ត្រាំរបស់យើងរាងស្អិតចូលគ្នាបន្តិចប៉ុន្តែបើសិនជាបងប្អូនបេះវាមួយសន្លឹកដើម្បីកុំឲ្យវាជាប់គ្នានៅពេលយើងលីងស្រួយទៅគឺបាញ់ត្រាំរបស់យើងស្រួយហើយឈ្ងុយឆ្ងាញ់ទៀតប៉ុន្តែបើសិនជាបងប្អូនមិនចង់ប្រើស្ករត្នោតទេយើងអាចដាក់ស្ករសរោយតាមក្រោយហ្នឹងក៏បានដែរនៅពេលដែលយើងកកូរស្ករឡើងជើងក្រងឡើងក្រហមឈ្ងុយហើយកន្លែងនេះគឺយើងចាក់ទឹកជាចូលបន្តិចហើយយើងកកូរស្ករហ្នឹងដើម្បីកុំឲ្យវាស្អិតកុំឲ្យវាកកកាលណាយើងអត់ដាក់ទឹកទេស្កររបស់យើងគឺស្អិតនៅពេលយើងដាក់បាញ់ត្រាងទៅគឺវាអត់ចូលគ្នាទេអញ្ចឹងកន្លែងនេះគឺខ្ញុំដាក់ទឹកជាឬក៏ទឹកធម្មតាយើងចូលហើយបន្ទាប់ពីយើងកូរស្ករឲ្យវារលាយអស់ហើយចាំយើងបិទភ្លើងទុកឲ្យវាចុះត្រជាក់កុំឲ្យត្រជាក់ខ្លាំងពេកបងប្អូនគឺរៀងនៅអ៊ុនតិចគឺយើងអាចដាក់បាញ់ត្រាងដើម្បីច្របល់ជាមួយនឹងស្ករនឹងបានហើយអញ្ចឹងនៅពេលដែលយើងដាក់ស្ករត្នោត
cứ phò bị bạn nó cứ là phải để dương chỉ bỏ bánh tráng nó cứ score nó phải ai đang sát được cái score đóng á bàn tay con sầm bát với cứ đặt score thon nó cứ bánh tráng bỏ dương cứ miếng khăn ngồi chừng anh tại mà đòn chân nó phải để dương đặt score chỉ bỏ cho mình bánh tráng cứ bánh tráng bỏ dương cái chập đam sát được sao để dương pra score thon nó á chẳng cứ này nhom mong coi bật lại vi rồi có bay vi mà stop nó bay ở về đặt trên bị kia hơi này nhom có bàn time cho mình rột đi rồi vì lỡ còn tái cứ dương cùng pra rột đi tràn phê với mong ốn để sao tại bánh tráng cứ vì nghe đừng chập chiết prai à hơi này nhom đã cho mình sạch pat hay là mong kia cream sọt tai mình rồi chiết prai tịch chẳng cứ này nhom đã rột đi tại là mồm thế cái này vẫn đã rột đi tràn ai thôi bánh tráng bao giờ nó cứ prai cha bông kia cream bông ôn đã trán cứ vì mình po có hòm sạch á phần tay này khi mà tôi chỉ cho chật khăn bông kia cream năngประมาณ tế cứ này khi đã vì mà là móm hơi này khi rồi mình thám cho mình năng sạch phạt này hơi kêu mình tham bị lớn nó cứ asai để tam cho nồi chật bông ôn tế cứ dừng trong vật tham ấy tiết có bán đá asai để tam cả cho chật trắng nên khi có bạn đã preng tâm để giờ bạn đã con chan trong bánh manh nắng rồi chụp bỏ vi ở sọp ló chẳng cứ nó bên ấy cứ bàn trăng bảo dương cái chập đam lang khăn ngồi mình tênจะบรรทบปีจะบอกสอบเครื่องตรึเอาให้นี่ขยมก็โยกแต่ละเลิฟเลินให้คือยังบางเพลิงคือบางตูดมันเต้นะขณะยังบางคลังเป๊ะไอ้ถอยมันตรังบ่อยยังก็ได้ถอยมันตรังบ่อยยังนึงรุ่นฉันคือนี่ขยมปลาเพลิงติดมันเต้นให้ยังโกจะบอกนั่นก็จะบอกถนอมได้จันนี่ขยมโกโก้โจโกโก้ลางระโหดบองปอนปีโปรคลายบันตรังบ่อยเยอะนั่นคือวิเคราะห์บาดการนาวิกระไดครั้งอายทั่วเอาบันตรังบ่อยเยอะรุนให้นเป็ดได้เยอะโกนั่นคือยังเมื่อได้บัสันทีบันตรังนั่นได้วิสัจจบคณีจรานคือยังอายเปล่าวิจัยมาสลักนำไปเอายังโกtớiคือบันตรังบ่อยเยอะสวยช่างแต่บัสันทีวิสัจจบคณีแบบนั้นคือยังโกยังน่าโกวิอัดสวยแต่ออกได้มองปอนคืออัดใส่จีช่างแต่จังในขยมจำนายไปนำไปใบบันตรังเอาวิจัยบิคณีให้โกวิบันจอบได้เราหดบันตรังสวยจังเราไปได้บันตรังสวยคือโกประหยัดเน้นเต้นกันนะโกปลาได้ครั้งคือบันตรังไปเยอะหนึ่งบาทติดแต่มาดองจะยังเมื่อดับบันตรังบ่ยังสวยหายคือยังอายบัดเพลิงบานหายให้สำหรับในขยมคือช่วยจัดสวยเปล่าบัดในแต่มาดองเราไปได้ยังยำคือจุ่มหมดครั้งแต่มาดองให้สำหรับบางปอนในจองเจเทอร์บันตรังบางปอนอาเทอร์สกอร์ถนอดโดยในขยมกบ้านคือรสจิตช่วยช่างเหมือนเต้นบัดไตโปเวอัดใส่กระหอมสะอาดบัดไตคือรสจิตช่างในซาในขยมบันปลามาใส่มาเตะจังบางปอนในบ้านตุสนาวิดีโอนี้ในขยมกระสมออกก้นสำหรับการจำหน่ายเปย์เรามีนำลายระบบบางปอนตามตุสนาวิดีโอบ้านในขยมให้จุนปวดบางปอนหนึ่งออกในจุดละอสำนักละอถึงออกในผ่องได้จะออกก้น